លោកពូលីតាមផែនទីមួយនេះប្រកាសតែត្រូវផ្លូវនោះណាភូមិសាស្ត្រទីនេះពិតជាយ៉ាប់ពេកហើយណាបើតាមផែនទីគឺផ្លូវមួយនេះហើយដែលជាផ្លូវទៅច្រកចូលទៅជីងជើនោះជាការពិតណានេះហើយគឺជាផ្លូវទៅកាន់ជីងជើនោះណាប៉ុន្តែគ្រាន់តែពួកយើងទាំងអស់គ្នាមិនស្គាល់ពីភូមិសាស្ត្រនេះច្បាស់លាស់តែប៉ុណ្ណោះត្រូវហើយខ្ញុំក៏មិនស្គាល់ដែរហើយបេសកកម្មរបស់យកស្អីគេនេះហើយមិនក៏ប្រមឲ្យយើងជីសេះទៅវិញបើជីសេះទៅលឿនអាចចៅអញឈួតមែនទេបើជីសេះទៅតោះបីមកច្បាស់ជាដឹងថាយើងចូលទឹកដីរបស់វាមិនខានទេត្រូវហើយលោកតាលីមើលទៅដូចតបរូបដូចជាតបខាងយើងមើលទៅតាមឯកសណ្ឋានរបស់ពួកគេដូចជាតបរបស់យើងអញ្ចឹងមិនមែនជាតបរបស់បៃម៉ាននោះទេប៉ុន្តែទិសដៅរបស់គេដែលចេញមកគឺមកពីក្រុងជីងចឹងឬមួយគេបានជួបជាមួយនឹងតបបៃម៉ាត្រូវតែតាមពួកគេសិនបានចឹងពេលនេះពួកយើងប្រញាប់ទៅឈប់សិនសម្លាញ់ឈប់សិនខ្ញុំគឺជាសេនាប្រមុខនគរដាលៀងលោកអបរាជនៅយ៉ងជើបានបញ្ជាខ្ញុំសូមគោរពលោកសេនាប្រមុខសូមគោរពតាមមានរឿងអីទៅទើបពួកលោករត់បែបនេះលោកសេនាប្រមុខមិនលាក់បាំងទេគឺខ្ញុំរត់គេចពីតបបៃម៉ាតបបៃម៉ាតើគ្នារបស់វាមានប្រមាណអ្នកទៅទើបធ្វើឲ្យលោករត់បែបនេះគ្នាវាខ្ញុំមិនដឹងថាមានប្រមាណទេប៉ុន្តែមានច្រើនយល់អត់លោកកំទៅទីនោះអីកន្លែងទីនោះពិតជាគ្រោះថ្នាក់ណាស់គ្នាខ្ញុំច្រើនណាស់ងាប់អស់ហើយដល់សល់តែ2នាក់ទេថាម៉េចនៅសល់ត្រឹមតែ2នាក់លោកស្នាប្រមុខពេលនេះតបរបស់ពួកវាមកដល់ហើយពួកលោកគ្រាន់តែរត់ទៅទុកឲ្យខ្ញុំជាអ្នកការពារជំនួសលោកស្នាប្រមុខមិនគួរស្លាប់ទេសម្រាប់តែពីរត្រូវលោកស្នាប្រមុខបើទោះបីជាខ្ញុំមិនស្គាល់លោកទេប៉ុន្តែពួកយើងមានចិត្តតែមួយដើម្បីការពារជាតិសូមលោកស្នាប្រមុខថយចេញពីទីនេះទៅទុកឲ្យពួកខ្ញុំជាអ្នកការពារលោកស្នាប្រមុខបើលោកមិនទៅទេជឿពេលហើយលោកទៅទុកឲ្យខ្ញុំជាអ្នកការពារលោកស្នាប្រមុខខ្ញុំសុំបងលោកឆាប់ទៅខ្ញុំជាអ្នកការពារពួកយើងឆាប់ទៅនេះជាភារកិច្ចរបស់ពួកគេទេណាតបបៃម៉ាចឹងហើយអញស្លាប់ហើយអើយវ៉ៃត្រូវទៅរកវាឲ្យស្រួលបួលមានជនបង្កប់នៅទីនេះកុំឲ្យវារួចដល់ទៅបត់យើងត្រូវបានទាហានរបស់គេឡើងពាត់គ្នារបស់គេច្រើនណាស់យើងត្រូវតែរកវិធីចេញពីទីនេះកុំធ្វើបេសកកម្មទេកុំឲ្យពួកឯងងាប់ទាំងអស់លីវ៉ានីនទីនេះជាសម្រាប់ភូមិលោកតែម្នាក់ឯងលោកគិតថាលោកអាចយកឈ្នះពួកគេបានមែនទេផ្ទុយទៅវិញនោះវាកាន់តែធ្វើឲ្យបែកកាត់ទៅវិញទេលោកយល់អត់ណាស់ចុះខ្ញុំយល់ពីអារម្មណ៍របស់លោកច្បាស់ណាស់ពេលនេះប៉ុន្តែពួកយើងគឺត្រូវតែរកវិធីដើម្បីកម្ចាត់ពួកទាហាននោះជាមុនសិនមិនចេះទេគឺពួកយើងមិនអាចត្រឡប់ទៅវិញបាត់ចិត្តដាច់ខាតខ្ញុំមិននឹកស្មានថាធ្វើបេសកកម្មនេះពីបាត់ដល់ថ្នាក់នេះទេទ្របកពេកកពុកដូចកកប៉ងបើខ្ញុំទៅសម្លាប់នេះគឺបានហើយខ្ញុំអរំពឹងថាលោកយល់ព្រមពីរឿងហ្នឹងទេប៉ុន្តែភ្លាមនេះអ្វីដែលសំខាន់សម្រាប់ពួកយើងទាំង4នាក់គឺត្រូវតែរកវិធីចេញពីទីនេះឲ្យបានឆាប់មិនចឹងទេពួកយើងនឹងត្រូវស្លាប់ណែលោកពូលីអញ្ចឹងទុកឲ្យខ្ញុំទៅឆោតពួកវាចុះណែឈប់សិនសាមវិញបាននិយាយហើយឲ្យខ្ញុំការពារពួកឯងមិនត្រូវឲ្យពួកឯងទៅស្លាប់នោះទេដូច្នេះពួកឯងកុំធ្វើអ្វីផ្ដេសផ្ដាសលោកពូលីបើខ្ញុំមិនទៅនោះតបរបស់បៃតាច្បាស់ជាវាយលោកចូលដល់ភូមិរបស់យើងហើយឪពុករបស់ខ្ញុំក៏ស្លាប់មនុស្សដែលខ្ញុំស្រឡាញ់ក៏ស្លាប់ដូចគ្នាតែឲ្យលោកតាពួកយើងជាកូនប្រុសឲ្យខ្ញុំពីរនាក់ទៅបញ្ឆោតពួកវាទៅងាយស្រួលឲ្យលោកពូជួយចាប់ការតបបៃម៉ាអានតងចឹកមកសម្រាប់យើងមកមកសម្រាប់យើងមកទាំងអស់គ្នាឆាប់សម្រាប់អាពីរនាក់ទៅមិនឲ្យពួកវារួចខ្លួននោះទេចូលសម្រាប់ពួកវាទៅពួកវាមិនអាចរត់ទៅណាបានរួចទេឲ្យលើកជួយមើលគ្នាជួយមើលអសពទៅលោកបាយឆ្មក់ពីមុខខ្ញុំទប់ស្កាត់ពីក្រោយពេលនេះតើពួកយើងគួរតែធ្វើអីទៀតទៅចាប់អាស្ដេចនោះតែទៅខាងជើងក្រុងបៃម៉ានេះលោកចង់កាត់ក្បាលស្ដេចទេក្បាលស្ដេចក៏យកចំណែកកូនសិស្សនោះក៏ត្រូវទៅយកដែរតែលោកកំពុងចង់ធ្វើជាគ្រូរបស់ស្រីម្នាក់នោះមែនទេតែជាពេលអីទៅហើយដំណាក់កាលនេះទៅហើយលោកនៅគិតពីរឿងស្រីនោះទៀតឬមួយក៏លោកមិនខ្លាចដាច់ក្បាលទេហ៎លោកលីក្បាលរបស់ខ្ញុំគឺមិនខ្លាចដាច់ទេអ្វីដែលខ្លាចបំផុតនោះខ្លាចថាខ្ញុំមិនអាចការពារនគរមួយនេះបានដូច្នេះមុននៅពេលដែលខ្ញុំស្លាប់ខ្ញុំត្រូវតែទម្លុះរាជវាំងជួបជាមួយនឹងស្ដេចឈីម្ដងលោកកំពុងតែនិយាយពីអីគេហ្នឹងជារឿងស្ដេចឈីហ៎ត្រូវហើយគឺស្ដេចឈី
ហេតុអីបានជាខ្ញុំមិនគាត់សម្គាល់ថាលោកជាមនុស្សឈួនយ៉ាងនេះ ចាំមិននេះខ្លាចមែនទេហ៎ ខ្ញុំខ្លាចទេតាំងពីដើមមកខ្ញុំមិនដែលចេះខ្លាចទេហើយខ្ញុំមិនដែលចូលចេញម្ដងណានោះទេប៉ុន្តែខ្ញុំមិនដែលធ្លាប់ឮអ្នកណាគេនិយាយថាអាចទម្លុះរីករាំងបាននោះទេណាហើយក្នុងចិត្តរបស់ខ្ញុំគិតថាបើសិនជាលោកនេះអាចទម្លុះរីករាំងបានមែននោះតើអាចនៅមានជីវិតទេ គឺចាលើវាខ្ញុំពេកហើយខ្ញុំនឹងទម្លុះរីកចម្រើនដើម្បីទៅជួបស្ដេចជី នេះលោកលោកកាត់ច្បាស់ហើយហ៎ បាទច្បាស់ហើយចង់ប្រពូស្ដេចជីដាក់មកញឹងជាមួយគ្នាម្ដងចាំមើលថាតើវារសជាតិយ៉ាងម៉េចតោះ ទៅ តោះពេលម៉ាក់ត្រូវបានយើងសម្រាប់បានច្រើនណាស់ ចិត្តដល់ជំរំធំរបស់វាហើយគោលដៅរបស់យើងគឺជាស្ដេចត្រូវតែធ្វើរឿងនេះឲ្យលឿនតោះឆាប់ឡើង